ទូរទស្សនិកជនជាទីគោរពសូមអញ្ជើញទស្សនាព័ត៌មានជាតិរបស់ទូរទស្សន៍ជាតិកម្ពុជាដែលមានព័ត៌មានជាបន្តដូចតទៅសម្រាប់ព័ត៌មានជាដំបូងនៅក្នុងថ្ងៃនេះដែរក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជារៀបចំកិច្ចប្រជុំលើកទី1នៃគណៈកម្មាធិការដឹកនាំការងាររួម JSC ដើម្បីពិនិត្យពិភាក្សាលើវឌ្ឍនភាពប្រចាំឆ្នាំ2025និងលើកទិសដៅការងារអតិភិបឆ្នាំ2026នៃការអនុវត្តក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិឆ្នាំ2024-2028នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាហៅកាត់ថាកអកឯកឧត្តមឈៀងយ៉ាណារ៉ាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសអនុប្រធានទី2នៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាកអកនិងលោកជំទាវវ្លាដាន់កាអាន់ឌ្រីវ៉ាតំណាងប្រធានសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជាបានដឹកនាំកិច្ចប្រជុំលើកទី1នៃគណៈកម្មាធិការដឹកនាំការងាររួម JSCកិច្ចប្រជុំនេះមានគោលបំណងពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពប្រចាំឆ្នាំ2025និងលើកទិសដៅការងារអាទិភាពឆ្នាំ2026នៃការអនុវត្តក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិឆ្នាំ2024-2028កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលចំនួន27និងតំណាងជាន់ខ្ពស់មកពីបណ្ដាស្ថាប័ននៃអង្គការសហប្រជាជាតិសរុប90រូបឯកឧត្តមទេសរដ្ឋមន្ត្រីបានរំលឹកជូនអង្គប្រជុំពីសាវតានិងសារៈសំខាន់នៃការបង្កើតគណៈកម្មាធិការដឹកនាំការងាររួមដែលមានតួនាទីក្នុងការពិនិត្យតាមដានវឌ្ឍនភាពនិងផ្ដល់អនុសាសន៍ជាមូលដ្ឋានដើម្បីដោះស្រាយបញ្ហាប្រឈមនានាក្នុងអំឡុងពេលនៃការអនុវត្ត UNSDCF ឆ្នាំ2024-2028ទន្ទឹមនឹងនេះលោកជំទាវវ្លាដាន់កាអាន់ឌ្រីវ៉ាបានបង្ហាញការកោតសរសើរចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជាលើគ្រប់វិស័យនិងកត់ត្រានៅរាល់អនុសាសន៍របស់អង្គប្រជុំដើម្បីធានាការអនុវត្តផែនការអាទិភាពឆ្នាំ2026ទទួលបានលទ្ធផលកាន់តែប្រសើរឡើងលោកជំទាវបានបន្ថែមថាកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងាររួមគឺជាឱកាសដ៏សំខាន់មួយសម្រាប់ពិនិត្យឡើងវិញនូវសមិទ្ធផលដែលយើងសម្រេចបានរួមគ្នាក្នុងឆ្នាំ2025កន្លងមកព្រមទាំងឯកភាពលើអាទិភាពឆ្នាំ2026អង្គការសហប្រជាជាតិនៅតែបន្តបដិញ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជានិងដៃគូពាក់ព័ន្ធដើម្បីសម្រេចលទ្ធផលជាក់ស្ដែងសម្រាប់ប្រជាជននិងគាំទ្រដល់វឌ្ឍនភាពឆ្ពោះទៅរកគោលដៅអភិវឌ្ឍប្រកបដោយចីរភាពអង្គប្រជុំបានប្រព្រឹត្តទៅដោយទទួលបានលទ្ធផលផ្លែផ្កាតាមរយៈបទបង្ហាញនិងកិច្ចពិភាក្សាផលផុសពីតួអង្គពាក់ព័ន្ធព្រមទាំងការកំណត់អាទិភាពជំហានបន្ទាប់អង្គប្រជុំបានរំលេចនូវអាទិភាពជាយុទ្ធសាស្ត្រចំនួន3ក្នុងការអនុវត្តកិច្ចការងារបន្តរបស់ UNSDCF ឆ្នាំ2024-2028រួមមាន1ត្រូវបន្តពង្រឹងភាពស៊ីសង្វាក់គ្នារវាងអាទិភាពគោលនយោបាយនិងការអនុវត្តជាពិសេសនៅកម្រិតថ្នាក់ក្រោមជាតិដើម្បីធានាឲ្យលទ្ធផលដែលសម្រេចបានមានប្រសិទ្ធភាពខ្ពស់និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ2ត្រូវលើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍជាពិសេសក្នុងបរិបទនៃបម្រែបម្រួលទិដ្ឋភាពហិរញ្ញវត្ថុសកលក្នុងនោះរួមមានការកៀរគរហិរញ្ញប្បទានប្រកបដោយនវានុវត្តន៍ការពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនិងតម្រឹមការប្រើប្រាស់ធនធានឲ្យស្របតាមអាទិភាពអភិវឌ្ឍជាតិ3ត្រូវពន្លឿនការអនុវត្តការងារក្រោមអភិក្រមអន្តរវិស័យដើម្បីដោះស្រាយបញ្ហាប្រឈមនានាដូចជាការប្រែប្រួលអាកាសធាតុកិច្ចគាំពារសង្គមនិងបរិវត្តកម្មសេដ្ឋកិច្ចរួមគ្នាបន្តការពារកម្មករនយោជិតពីភាពតានតឹងដោយកម្ដៅនិងលើកកម្ពស់សុខភាពផ្លូវចិត្តនៅកន្លែងធ្វើការជាប្រធានបទប្រចាំឆ្នាំ2026ក្នុងការប្រារព្ធទិវាពិភពលោកដើម្បីសុវត្ថិភាពនិងសុខភាពការងារឯកឧត្តមហេងសួររដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាពិភពលោកដើម្បីសុវត្ថិភាពនិងសុខភាពការងារក្រោមប្រធានបទរួមគ្នាបន្តការពារកម្មករនយោជិតពីភាពតានតឹងដោយកម្ដៅនិងលើកកម្ពស់សុខភាពផ្លូវចិត្តនៅកន្លែងធ្វើការនាព្រឹកថ្ងៃទី13ខែឧសភាឆ្នាំ2026នៅតំបន់សេដ្ឋកិច្ចពិសេស Royal Group ភ្នំពេញ
ដែលមានអ្នកចូលរួមប្រមាណ 1,300 នាក់ក្នុងឱកាសនោះឯកឧត្តមហេងសួរបានគូបញ្ជាក់ថាប្រធានបទដ៏សំខាន់សម្រាប់កម្ពុជាក្នុងការប្រារព្ធពិធីនេះគឺដើម្បីជំរុញការប្រុងប្រយ័ត្ននិងការយកចិត្តទុកដាក់បន្ថែមពីគ្រប់ភាគីពាក់ព័ន្ធក្នុងបំណងស្វែងយល់ពីផលប៉ះពាល់នៃភាពតានតឹងដោយកម្ដៅនិងភាពតានតឹងផ្លូវចិត្តហើយរួមគ្នារៀបចំវិធានការទប់ស្កាត់ឲ្យបានគ្រប់ជ្រុងជ្រោយឯកឧត្តមបន្តថាការប្រែប្រួលអាកាសធាតុកំពុងជះឥទ្ធិពលអវិជ្ជមានដល់បរិស្ថាននិងសុខភាពមនុស្សទូទាំងពិភពលោកហើយមិនមែនជារឿងដាច់ដោយឡែកសម្រាប់កម្ពុជានោះទេដែលនាំឲ្យអង្គការ ILO បង្កើតអនុសញ្ញា155និង187ដែលផ្ដោតលើសុវត្ថិភាពនិងសុខភាពការងារឯកឧត្តមហេងសួរបានពន្យល់យ៉ាងលម្អិតអំពីមូលហេតុបង្កនៃបញ្ហាទាំងពីរនេះដោយបញ្ជាក់ថាក្រសួងបាននឹងកំពុងដាក់ចេញនូវវិធានការជាបន្តបន្ទាប់ដើម្បីធានាប្រសិទ្ធភាពនៃការបង្ការនិងទប់ស្កាត់គ្រោះថ្នាក់ការងារក្នុងនោះក្រសួងបានពង្រឹងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពនិងសុខភាពការងារនៅតាមបណ្ដាសហគ្រាសគ្រឹះស្ថានតាមរយៈការរៀបចំកម្មវិធីបណ្ដុះបណ្ដាលការចុះត្រួតពិនិត្យនិងការតាមដានយ៉ាងសកម្មជាពិសេសក្នុងស្មារតីបុរេសកម្មក្រសួងកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពនិងសុខភាពការងារដែលរួមបញ្ចូលទាំងវិធានការការពារភាពតានតឹងដោយកម្ដៅនិងការលើកកម្ពស់សុខភាពផ្លូវចិត្តស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលតែងតែផ្ដល់អាទិភាពខ្ពស់បំផុតលើសុខុមាលភាពរបស់បងប្អូនកម្មករនិយោជិកទន្ទឹមនឹងការពង្រឹងយន្តការអនុវត្តច្បាប់និងការចុះវិតម្លៃហានិភ័យនៅកន្លែងធ្វើការឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថាការវិនិយោគលើប្រព័ន្ធគ្រប់គ្រងកម្ដៅនិងគិតគូរពីសុខភាពផ្លូវចិត្តដល់កម្មករនិយោជិកមិនមែនជាបន្ទុកចំណាយនោះទេប៉ុន្តែគឺជាការវិនិយោគយុទ្ធសាស្ត្រដើម្បីបង្កើនផលិតភាពនិងធានានិរន្តរភាពអាជីវកម្មក្នុងន័យនេះក្រសួងនឹងដាក់ឲ្យសាកល្បងនៅប្រព័ន្ធបច្ចេកទេសស្វ័យប្រវត្តិដើម្បីតាមដានកម្រិតកម្ដៅជាតិពុលក្លិនស្អុយខ្យល់និងសំណើមនៅតាមរោងចក្រជាមួយនេះយុទ្ធនាការអប់រំផ្សព្វផ្សាយពីផលប៉ះពាល់នៃភាពតានតឹងដោយកម្ដៅនិងសុខភាពផ្លូវចិត្តក៏កំពុងត្រូវបានជំរុញយ៉ាងសកម្មដើម្បីធានាបាននូវបរិយាកាសការងារប្រកបដោយសុវត្ថិភាពនិងផាសុកភាពពិតប្រាកដបន្ថែមលើវិធានការបច្ចេកទេសឯកឧត្តមរដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍ឲ្យអធិការពេទ្យការងារបន្តពង្រឹងទូនីតិរបស់ខ្លួនឲ្យបានពេញលេញក្នុងការជំរុញឲ្យតាមបណ្ដាសហគ្រាសរោងចក្ររៀបចំប្រព័ន្ធតាមដានកម្ដៅនិងប្រព័ន្ធផ្ដល់ព័ត៌មានរហ័សក៏ដូចជាប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពនិងសុខភាពការងារ OSH ឲ្យមានប្រសិទ្ធភាពជាមួយនេះឯកឧត្តមបានលើកទឹកចិត្តឲ្យមានការបន្តសហការជាមួយដៃគូអភិវឌ្ឍនិងប្រើប្រាស់យន្តការត្រីភាគីដើម្បីពង្រីកវិសាលភាពនៃការការពារកម្មករនិយោជិតឲ្យកាន់តែទូលំទូលាយឯកឧត្តមហេងសួរក៏បានអំពាវនាវដល់កម្មករនិយោជិតត្រូវចូលរួមអនុវត្តវិធានសុវត្ថិភាពឲ្យបានខ្ជាប់ខ្ជួននិងត្រូវហ៊ានរាយការណ៍រាល់សកម្មភាពមិនអនុលោមភាពពាក់ព័ន្ធនឹងសុវត្ថិភាពការងារតាមរយៈលេខទូរស័ព្ទ Hotline 1286 ឬ Scan QR Code បណ្ដឹងអនាមិកលោកតុនសុភ័ណ្ឌមន្ត្រីសម្របសម្រួលថ្នាក់ជាតិនៃអង្គការ ILO លោក Her Enchia ប្រធានសមាគមវិញ្ញាណភ័ណ្ឌសម្លៀកបំពាក់ស្បែកជើងនិងផលិតផលធ្វើដំណើរនៅកម្ពុជា TAFTAC និងលោកសំសឿនប្រធានសហភាពពលកម្មជាតិកម្ពុជាបានលើកឡើងពីសារៈសំខាន់នៃការបង្ការភាពតានតឹងដោយកម្ដៅនិងសុខភាពផ្លូវចិត្តបដិញ្ញាបន្តកិច្ចសហការជាមួយរាជរដ្ឋាភិបាលនិងជំរុញឲ្យមានកិច្ចខិតខំរួមគ្នាបន្ថែមទៀតពីភាគីពាក់ព័ន្ធក្នុងការដោះស្រាយបញ្ហានេះសម្រាប់កម្មករនិយោជិកសម្រាប់ព័ត៌មានជាបន្តគណៈកម្មការអន្តរក្រសួងទទួលយកសំណង់ស្ពានបេតុងព្រៃក្តីនៅស្រុកកណ្ដៀងខេត្តពោធិ៍សាត់ក្រោយពីបញ្ចប់ជាស្ថាពរនៅសុពលភាពថែទាំគណៈកម្មការអន្តរក្រសួងមានក្រសួងអភិវឌ្ឍជនបទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រសួងការពារជាតិបានចុះវិតម្លៃទទួលយកនូវគុណភាពនិងសោភ័ណភាពសំណង់ស្ពានបេតុងមួយកន្លែងប្រវែង75ម៉ែត្រទៅទឹង8ម៉ែត្រដោយមានបំពាក់អំពូលប្រើថាមពលព្រះអាទិត្យចំនួន18អំពូលនិងសំណង់ផ្លូវក្រាលបេតុងសងខាងក្បាលស្ពានម្ខាងប្រវែង229ម៉ែត្រព្រមទាំងបានសាងសង់សាលាឆទានមួយស្ថិតនៅភូមិស្ពានឃុំកណ្ដៀងទៅភូមិព្រៃក្តីឃុំអន្លង់វិលស្រុកកណ្ដៀងខេត្តពោធិ៍សាត់ក្រោយពីបញ្ចប់ជាស្ថាពរនៅសុពលភាពថែទាំ
ការសម្រេចទទួលយកនេះធ្វើឡើងនាព្រឹកថ្ងៃទី12ខែឧសភាឆ្នាំ2026បន្ទាប់ពីគណៈកម្មការអន្តរក្រសួងដឹកនាំដោយឯកឧត្តមបណ្ឌិតនួនដាញ៉ែលរដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទជាតំណាងក្រសួងអភិវឌ្ឍជនបទនិងដោយមានការចូលរួមពីសំណាក់ឯកឧត្តមជាស្រុនរដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទលោកជំទាវឯកគុណវ៉ារីរដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទព្រមទាំងឯកឧត្តមគង់អៀងអនុរដ្ឋលេខាធិការក្រសួងការពារជាតិសំណង់ស្ពានបេតុងថ្មីនេះផ្ដល់ជូនដោយសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតតាមរយៈក្រសួងអភិវឌ្ឍជនបទដោយអនុវត្តគម្រោងសាងសង់ដោយកងវិស្វកម្មក្រសួងការពារជាតិក្រុមលេខ181ដឹកនាំដោយលោកឧត្តមសេនីយ៍គង់ច័ន្ទខេមរានាយករងនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិស្ពានបេតុងនេះបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី24ខែកុម្ភៈឆ្នាំ2025និងបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025ដោយឯកឧត្តមឆាយរិទ្ធិសែនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទហើយមកដល់បញ្ចប់ជាស្ថាពរនៅសុពលភាពថែទាំនេះគណៈកម្មការអន្តរក្រសួងបានពិនិត្យនិងវិតម្លៃថានៅតែរក្សាបានចំពោះគុណភាពនិងសោភ័ណភាពសំណង់ស្ពានបេតុងនេះសាងសង់ឡើងជំនួសស្ពានបាឡេដែលរងការខូចខាតដោយទឹកជំនន់កាលពីឆ្នាំ2023ស្ពាននេះមានសារៈសំខាន់បំផុតក្នុងការជួយសម្រួលដល់ការធ្វើដំណើរបម្រើផលប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានប្រកបរបរដឹកជញ្ជូនកសិផលផ្សេងៗទៅកាន់ទីផ្សារបានឆាប់រហ័សនិងបានឲ្យសិស្សានុសិស្សឆ្លងកាត់ទៅសាលារៀនបានងាយស្រួលព្រមទាំងបានបម្រើដល់វិស័យទេសចរណ៍ផងដែរក្នុងឱកាសដឹកនាំគណៈកម្មការអន្តរក្រសួងចុះពិនិត្យវិតម្លៃនេះឯកឧត្តមបណ្ឌិតនួនដាញ៉ែលក៏បានសំណូមពរដល់អាជ្ញាធរនិងប្រជាពលរដ្ឋមូលដ្ឋានឲ្យយកចិត្តទុកដាក់ជួយថែទាំសមិទ្ធផលស្ពានបេតុងដែលកើតចេញពីសន្តិភាពនេះជាពិសេសកុំដឹកលើសទម្ងន់ឯកឧត្តមបានបញ្ជាក់បន្ថែមថាក្រសួងអភិវឌ្ឍជនបទដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលបាននឹងកំពុងបន្តការងារស្ថាបនាផ្លូវក្រាលបេតុងផ្លូវក្រាលកៅស៊ូផ្លូវក្រាលល្បាយគ្រួសព្រមទាំងកសាងហេដ្ឋារចនាសម្ព័ន្ធជនបទជាច្រើនទៀតនៅតាមបណ្ដាមូលដ្ឋានដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាននិងជំរុញកំណើនសេដ្ឋកិច្ចជាតិឯកឧត្តមបណ្ឌិតនួនដាញ៉ែលបញ្ជាក់ថាពីមួយអាណត្តិទៅមួយអាណត្តិក្រសួងអភិវឌ្ឍជនបទបានប្រែក្លាយផ្លូវក្រាលគ្រួសល្បាយដីទៅជាផ្លូវក្រាលកៅស៊ូ2ជាន់ DBST និងផ្លូវបេតុងបានជាច្រើនខ្សែក្នុងចំណោមផ្លូវជនបទដែលមានប្រមាណជាង 20,000 គីឡូម៉ែត្រនៅទូទាំងប្រទេសកិច្ចខិតខំកសាងនៅហេដ្ឋារចនាសម្ព័ន្ធជនបទនេះបាននឹងកំពុងដើរស្របទៅនឹងគន្លឹះអាទិភាពនៃយុទ្ធសាស្ត្របញ្ញកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី7និងតាមគន្លឹះអាទិភាពទាំង5របស់រាជរដ្ឋាភិបាលកម្ពុជាក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីការរៀបចំផែនទីបង្ហាញផ្លូវកាត់បន្ថយការបញ្ចេញឧស្ម័នមេតានពីផលិតកម្មស្រូវនៅកម្ពុជានារសៀលថ្ងៃទី12ខែឧសភាឆ្នាំ2026ឯកឧត្តមបណ្ឌិតយ៉ងសាំងកុមាររដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីការរៀបចំផែនទីបង្ហាញផ្លូវកាត់បន្ថយការបញ្ចេញឧស្ម័នមេតានពីផលិតកម្មស្រូវនៅកម្ពុជាលោកស្រីបណ្ឌិតនួមីប៉ាងហ្គេស្ទីតំណាងវិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិប្រចាំកម្ពុជាបានកោតសរសើរនឹងវិតម្លៃខ្ពស់អំពីការវិវត្តនិងរីកចម្រើននៃវិស័យស្រូវអង្ករកម្ពុជាដែលបច្ចុប្បន្នកម្ពុជាមានអតិរេកស្រូវនិងអង្ករដែលមានគុណភាពល្អនិងល្អប្រណិតសម្រាប់បម្រើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិនិងមានការទទួលស្គាល់ពីបណ្ដាប្រទេសនានានិងទីផ្សារសកលលោកដែលផ្ដល់គុណប្រយោជន៍ដល់សេដ្ឋកិច្ចជាតិនិងកសិករផលិតស្រូវជាមួយនេះការផលិតស្រូវនៅកម្ពុជាគឺកាន់តែមានភាពធន់នឹងអាកាសធាតុនិងភាតុបរិស្ថានបន្ថែមពីនេះលោកស្រីណាតាលីអង់ដ្រេតំណាងវិទ្យាស្ថានអភិវឌ្ឍបៃតងសកលប្រចាំកម្ពុជាបានបញ្ជាក់ថាសិក្ខាសាលានេះរៀបចំបានទាន់ពេលវេលាដែលមានតម្រូវការចាំបាច់ហើយលោកស្រីក៏បានលើកឡើងពីសារៈសំខាន់នៃផែនទីបង្ហាញផ្លូវកាត់បន្ថយការបញ្ចេញឧស្ម័នមេតានពីផលិតកម្មស្រូវ
ដែលទទួលបាននូវការគាំទ្រពីអ្នកពាក់ព័ន្ធនិងដៃគូអភិវឌ្ឍន៍ដំណើរការបច្ចេកវិទ្យាការអភិវឌ្ឍសមត្ថភាពនិងផែនការសកម្មភាពជាក់លាក់សម្រាប់ការអនុវត្តជាមួយនេះកិច្ចសហប្រតិបត្តិការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនិងដែលមានកិច្ចសហការគាំទ្រពី ERI និង GGGI និងដៃគូអភិវឌ្ឍន៍ផ្សេងៗកាន់តែមានភាពចាំបាច់និងបន្តគាំទ្រការងារនេះដើម្បីធានាបានផែនការយុទ្ធសាស្ត្រប្រកបដោយចក្ខុវិស័យនិងមានការចូលរួមយ៉ាងសកម្មពីតួអង្គពាក់ព័ន្ធលើសពីនេះលោកបណ្ឌិត Ole Sander មានសតិធិនិយមចំពោះកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិប្រចាំកម្ពុជាជាមួយរាជរដ្ឋាភិបាលកម្ពុជាពិសេសអគ្គនាយកដ្ឋានខ្សែតសាស្ត្រនៃក្រសួងកសិកម្មចំពោះការផ្ដួចផ្ដើមរៀបចំផែនទីបង្ហាញផ្លូវនិងបានគូបញ្ជាក់អំពីគុណប្រយោជន៍នៃផែនទីបង្ហាញផ្លូវកាត់បន្ថយការបញ្ចេញឧស្ម័នមេតានពីផលិតកម្មស្រូវថ្លែងទៅកាន់អង្គសិក្ខាសាលាឯកឧត្តមបណ្ឌិតយ៉ងសាំងកុមាររដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានបង្ហាញពីក្តីរីករាយនិងថ្លែងអំណរគុណដល់វិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ ERI និង GGGI ដែលបានសហការរៀបចំសិក្ខាសាលានេះឡើងនិងដៃគូអភិវឌ្ឍន៍អ្នកពាក់ព័ន្ធទាំងអស់ដែលបានចូលរួមក្នុងសិក្ខាសាលានេះដើម្បីឈានទៅរកការបង្កើតផែនទីបង្ហាញផ្លូវកាត់បន្ថយការបញ្ចេញឧស្ម័នមេតានពីផលិតកម្មស្រូវនិងដើម្បីលើកកម្ពស់វិស័យស្រូវអង្ករនៅកម្ពុជាពិសេសការផលិតស្រូវអង្ករកាបូនទាបឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមនិងពន្យល់អំពីគោលនយោបាយអាទិភាពទី5និងទី6និងបានចែករំលែកអំពីកិច្ចអន្តរាគមន៍របស់ក្រសួងកសិកម្មដល់វិស័យស្រូវអង្ករនៅកម្ពុជាកម្ពុជាជាប្រទេសដែលធ្លាប់ខ្វះស្បៀងប៉ុន្តែតាមរយៈនៃកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថាន ERI បានធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនិងបានក្លាយជាប្រទេសមានអតិរេកស្រូវអង្ករសម្រាប់ការនាំចេញទៅកាន់ទីផ្សារពិភពលោកក្រសួងកសិកម្មគាំទ្រពេញទំហឹងនិងសហការចូលរួមសម្របសម្រួលការផ្ដួចផ្ដើមគំនិតក្នុងការបង្កើតផែនទីបង្ហាញផ្លូវកាត់បន្ថយការបញ្ចេញឧស្ម័នមេតានពីផលិតកម្មស្រូវនិងជំរុញផលិតកម្មស្រូវអង្ករកាបូនទាបដើម្បីបំពេញតម្រូវការទីផ្សារសកលនិងលើកកម្ពស់ជីវភាពនិងប្រាក់ចំណូលរបស់ប្រជាកសិករប្រទេសកម្ពុជាមានទម្រង់បេសកកម្មក្នុងគោលដៅសម្រាប់វិស័យត្រឹមត្រូវហើយវិទ្យាស្ថាន IORI បានរួមចំណែកគាំទ្រដល់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទក្នុងការអភិវឌ្ឍនិងបានកំណត់គោលដៅជាយុទ្ធសាស្ត្រកាត់បន្ថយការបញ្ចេញឧស្ម័នមេតានពីផលិតកម្មស្រូវវិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ IORI ERI បានគាំទ្រក្នុងការផ្ដួចផ្ដើមដល់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទដើម្បីសម្រេចគោលដៅទាំងនេះកិច្ចសហការនេះអនុវត្តដោយមានការគាំទ្រពីគម្រោងចំនួន2គឺគម្រោង Global Methane Hub និងគម្រោង GGGI ទាំងគម្រោងទាំងនេះមានគោលដៅដូចគ្នាគាំទ្រដល់ការបង្កើតឲ្យមានការវាស់វែងការរាយការណ៍និងការផ្ទៀងផ្ទាត់ពីការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីផលិតកម្មស្រូវនិងគាំទ្រដល់ការឆ្ពោះទៅកាន់ផលិតកម្មស្រូវកាបូនទាបក្នុងប្រទេសកម្ពុជាវិទ្យាស្ថាន GGGI កំពុងអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការរវាងអាស៊ានកូរ៉េក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នមេតានដែលអនុវត្តក្នុងប្រទេសគោលដៅចំនួន9ហើយកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំងនោះដែលគាំទ្រដោយគម្រោងកិច្ចសហប្រតិបត្តិការអាស៊ានកូរ៉េហើយគម្រោងនេះដឹកនាំអនុវត្តដោយអគ្គលេខាធិការដ្ឋានអាស៊ានគាំទ្រដល់គោលនយោបាយការកាត់បន្ថយការបញ្ចេញឧស្ម័នមេតានគម្រោងផ្ដោតសំខាន់ទៅលើសកម្មភាពនានានិងការប្រមូលចងក្រងទិន្នន័យនិងការបង្កើតឡើងការវាស់វែងការរាយការណ៍និងផ្ទៀងផ្ទាត់ដែលសហការអនុវត្តផ្ទាល់ដោយវិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ ERI វិទ្យាស្ថាន GGGI ដើម្បីគាំទ្រដល់តម្រូវការចាំបាច់ក្នុងប្រទេសសិក្សាអំពីតម្រូវការបច្ចេកវិទ្យាសម្ដៅកាត់បន្ថយការបញ្ចេញឧស្ម័នមេតានបច្ចេកវិទ្យាទាំងនោះមានជាអាចវិធីសាស្ត្រស្រោចស្រពស្រែទឹកនិងគោកការបង្កើតឡើងនៅរូបមន្តសម្រាប់គណនាការបញ្ចេញឧស្ម័នមេតានហៅថា Tier 2 ដែលវាស់វែងនៃកម្រិតការបញ្ចេញឧស្ម័នគម្រោងនេះយើងបាននឹងកំពុងអនុវត្តនៅតំបន់ជុំវិញបឹងទន្លេសាបគឺគោលដៅដើម្បីកំណត់ពីកត្តានានាដែលមានឥទ្ធិពលបញ្ចេញឧស្ម័នមេតានគោលបំណងដើម្បីធានាបាននូវនិរន្តរភាពនៃផលិតកម្មស្រូវនៅក្នុងប្រទេសកម្ពុជាជារួមនៅខេត្តឧត្តរមានជ័យរៀបចំពិធីអបអរសាទរខួបលើកទី140នៃទិវាពលកម្មអន្តរជាតិ1ឧសភាក្រោមប្រធានបទរួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ
នាព្រឹកថ្ងៃទី13ខែឧសភាឆ្នាំ2026មន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តឧត្តរមានជ័យបានរៀបចំពិធីឧបោសាទរខួបអនុស្សាវរីយ៍លើកទី140នៃទិវាពលកម្មអន្តរជាតិ1ឧសភាក្រោមប្រធានបទរួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យលោកម៉ូតសុកមេសាប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តឧត្តរមានជ័យបានលើកឡើងថាប្រធានបទនៃទិវាពលកម្មអន្តរជាតិឆ្នាំនេះពិតជាមានអត្ថន័យជ្រាលជ្រៅឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងភាពធន់ក្នុងវិស័យការងារគឺជាការបដិញ្ញាចិត្តដ៏មុតមាំក្នុងការលើកកម្ពស់ទីផ្សារការងារឲ្យមានចីរភាពការកែលម្អលក្ខខណ្ឌការងារការធានាសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈនិងការពង្រឹងប្រព័ន្ធគាំពារសង្គមដើម្បីបម្រើឧត្តមប្រយោជន៍ដល់កម្មករនិយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធឲ្យទទួលបាននូវការងារសមរម្យនិងជីវភាពប្រសើរឡើងលោកហ៊ួនវណ្ណិតអភិបាលរងខេត្តឧត្តរមានជ័យបានលើកឡើងថាស្មារតីនៃទិវា1ឧសភាមិនត្រឹមតែជាថ្ងៃរំលឹកតែប៉ុណ្ណោះទេប៉ុន្តែជាការអនុវត្តជាក់ស្ដែងគឺនៅតែមានកាតព្វកិច្ចជារៀងរាល់ថ្ងៃទាំងនយោជកមន្ត្រីអធិការកិច្ចការងារកម្មករនិយោជិតនិងសហជីពដែលត្រូវតែបន្តអនុវត្តឲ្យសមស្របលក្ខខណ្ឌការងារនិងវិធីសាស្ត្រដើម្បីជាផលប្រយោជន៍ទាំងនយោជកនិងកម្មករនិយោជិតក៏ដូចជាកំណើនសេដ្ឋកិច្ចកាន់តែប្រសើរឡើងផងដែរទូរទស្សនិកជនជាទីគោរពអភិបាលខេត្តពោធិ៍សាត់ចុះសម្របសម្រួលនិងបញ្ចប់ចំនួនរ៉ាំរ៉ៃជាង20ឆ្នាំក្នុងការបើកផ្លូវច្រកចេញចូលជូនពលរដ្ឋក្នុងភូមិលៀចឃុំលៀចស្រុកភ្នំក្រវាញដោយក្តីសន្តោសប្រណីឯកឧត្តមខូរីដាអភិបាលខេត្តពោធិ៍សាត់អមដំណើរដោយលោកហេងសុភាណាអភិបាលរងខេត្តនិងលោកធៀមសុផាតអភិបាលស្រុកភ្នំក្រវាញនិងអាជ្ញាធរមូលដ្ឋានបានចុះដោះស្រាយបញ្ចប់ដោយជោគជ័យនៅទំនាស់ផ្លូវច្រកចេញចូលរ៉ាំរ៉ៃនៅក្នុងភូមិលៀចឃុំលៀចស្រុកភ្នំក្រវាញទំនាស់ផ្លូវចេញចូលនេះបានអូសបន្លាយពេលប្រមាណ26ឆ្នាំមកហើយដោយឆ្លងកាត់ជំនាន់អភិបាលស្រុកដល់ទៅ3ជំនាន់ប៉ុន្តែទើបតែទទួលបានផ្លែផ្កានៅថ្ងៃនេះក្នុងឱកាសចុះពិនិត្យដោយផ្ទាល់និងសម្របសម្រួលជាមួយភាគីសងខាងឯកឧត្តមខូរីដាបានលើកឡើងថាចំនួនមិនត្រឹមតែបំផ្លាញទ្រព្យសម្បត្តិពេលវេលានិងសុខភាពផ្លូវចិត្តប៉ុណ្ណោះទេប៉ុន្តែវាជាឃាតករលាក់មុខដែលបំផ្លាញសេចក្តីសុខក្នុងគ្រួសារនិងសហគមន៍ទៀតផងសម្រាប់យន្តការឈ្នះឈ្នះនិងការសម្របសម្រួលក្រៅប្រព័ន្ធតុលាការដែលផ្អែកលើការយោគយល់និងការសន្តោសប្រណីគឺជាជម្រើសដ៏ល្អបំផុតឯកឧត្តមសូមឲ្យប្រជាពលរដ្ឋមានការយោគយល់អធ្យាស្រ័យឲ្យគ្នាព្រោះមួយជីវិតនេះគ្មាននរណាយកអ្វីទៅតាមបាននោះទេត្រូវចេះសន្តោសប្រណីស្រឡាញ់គ្នាក្នុងនាមក្រុមគ្រួសារតែមួយរស់ក្រោមដំបូលសុខសន្តិភាពតែមួយនិងក្នុងនាមជាអ្នកភូមិផងរបងតែមួយតាមរយៈការសម្របសម្រួលដោយសន្តិវិធីភាគីប្រជាពលរដ្ឋទាំងសងខាងបានស្ម័គ្រចិត្តយល់ព្រមបញ្ចប់ទំនាស់ដោយកាត់ចំណែកដីដែលខ្លួនកាន់កាប់មួយផ្នែកដើម្បីបើកផ្លូវចេញចូលឲ្យបានធំទូលាយសម្រាប់ប្រើប្រាស់ជាប្រយោជន៍រួមជាមួយគ្នានោះដើម្បីផ្ដល់ជាកម្លាំងចិត្តនិងបញ្ចប់បញ្ហាជាស្ថាពរដោយឯកឧត្តមអភិបាលខេត្តរួមជាមួយរដ្ឋបាលស្រុកក៏បានចូលរួមបដិភាគថវិកាផ្ទាល់ខ្លួនសម្រាប់ជួយសម្រួលដល់ការងារត្រួសត្រាយសាងសង់របងថ្មីនិងផ្លូវជូនប្រជាពលរដ្ឋបានសមរម្យផងដែរឯកឧត្តមក៏បានណែនាំដល់មន្ត្រីជំនាញឲ្យធ្វើការវាស់វែងកំណត់ព្រំដីឲ្យបានច្បាស់លាស់ដើម្បីត្រៀមចេញប្លង់កម្មសិទ្ធិស្របច្បាប់ជូនឯកឧត្តមបានបញ្ជាក់យ៉ាងច្បាស់ថានៅពេលប្លង់ដីរួចរាល់នឹងចុះមកប្រគល់ប្លង់កម្មសិទ្ធិនេះដោយផ្ទាល់ដៃដើម្បីផ្ដល់ភាពកក់ក្ដៅនិងធានានូវសិទ្ធិកាន់កាប់ដីធ្លីដោយស្របច្បាប់និងគ្មានការតវ៉ានៅថ្ងៃក្រោយសម្រាប់ព័ត៌មានជាបន្តមន្ត្រីជំនាញក្រសួងអភិវឌ្ឍជនបទចុះពិនិត្យវឌ្ឍនភាពការងារលើកកម្រិតផ្លូវជនបទក្រាលកៅស៊ូ2ជាន់ DBST និងបេតុងចំនួន3ខ្សែប្រវែងជាង28គីឡូម៉ែត្រនៅស្រុកព្រះនេត្រព្រះនិងស្រុកស្វាយជែកក្នុងខេត្តបន្ទាយមានជ័យ
ដោយមានការចង្អុលបង្ហាញពីឯកឧត្តមឆាយរដ្ឋិសែនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទលោកទូចស៊ីផាតអគ្គនាយករងរដ្ឋបាលនិងហិរញ្ញវត្ថុនិងជាប្រធានគ្រប់គ្រងគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករនិងពាណិជ្ជពាណិជ្ជកម្មកសិកម្មអមដំណើរដោយលោកយូហួតអនុប្រធានមន្ទីរអភិវឌ្ឍជនបទខេត្តបន្ទាយមានជ័យព្រមទាំងតំណាងក្រុមហ៊ុនសាងសង់និងក្រុមការងារបានចុះពិនិត្យវឌ្ឍនភាពការងារលើកម្រិតផ្លូវជនបទក្រាលកៅស៊ូ2ជាន់ DBST និងបេតុងចំនួន3ខ្សែប្រវែងជាង28គីឡូម៉ែត្រនៅស្រុកប្រណេតព្រះនិងស្រុកស្វាយជែកខេត្តបន្ទាយមានជ័យលោកយូហួតអនុប្រធានមន្ទីរអភិវឌ្ឍជនបទខេត្តបន្ទាយមានជ័យបានលើកឡើងថាការចុះពិនិត្យវឌ្ឍនភាពការងារលើកម្រិតផ្លូវជនបទក្រាលកៅស៊ូ2ជាន់ DBST និងបេតុងចំនួន3ខ្សែមានប្រវែងជាង28គីឡូម៉ែត្រលូគ្រប់ប្រភេទ57កន្លែងនិងស្ពានបេតុងមួយកន្លែងប្រវែង36ម៉ែត្រក្នុងក្របខ័ណ្ឌគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករនិងពាណិជ្ជពាណិជ្ជកម្មកសិកម្មនៅស្រុកប្រណេតព្រះនិងស្រុកស្វាយជែកខ្សែទី1ផ្លូវច្រប់ចាស់ច្រប់ថ្មីប្រវែងជាង12គីឡូម៉ែត្រនិងលូដោះទឹកគ្រប់ប្រភេទ27កន្លែងក្នុងឃុំជប់វ៉ារីស្រុកប្រណេតព្រះខ្សែទី2ផ្លូវកក់ភៀសត្បូងប្រវែងជាង12គីឡូម៉ែត្រនិងលូដោះទឹកគ្រប់ប្រភេទ13កន្លែងចាប់ពីឃុំជប់វ៉ារីកាត់តាមឃុំបោះស្បូវស្រុកប្រណេតព្រះទៅដល់ឃុំសារុងស្រុកស្វាយជែកខ្សែផ្លូវទី3ផ្លូវតាដួលប្រវែងជាង3គីឡូម៉ែត្រនិងលូដោះទឹកគ្រប់ប្រភេទ17កន្លែងក្នុងឃុំផ្គាំស្រុកស្វាយជែកក្នុងការចុះពិនិត្យនោះលោកទូចស៊ីផាតបានលើកឡើងថារាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងខិតខំបន្តអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យជាពិសេសអភិវឌ្ឍផ្លូវជនបទដោយក្រាលកៅស៊ូ2ជាន់និងបេតុងជាបន្តបន្ទាប់ដើម្បីឲ្យមានភាពធន់ក្នុងការបម្រើផលប្រយោជន៍របស់ប្រជាជននៅតាមជនបទស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលទន្ទឹមនោះលោកបានណែនាំដល់ម្ចាស់ក្រុមហ៊ុនទទួលសាងសង់ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងការអនុវត្តការងារឲ្យសម្រេចលទ្ធផលតាមផែនការដោយធានាឲ្យបាននូវសោភ័ណភាពនិងគុណភាពតាមបទដ្ឋានបច្ចេកទេសព្រមទាំងមានភាពធន់នឹងការប្រែប្រួលអាកាសធាតុក្នុងការប្រើប្រាស់រួមនៅក្នុងមូលដ្ឋានបានយូរអង្វែងអភិបាលខេត្តបាត់ដំបងជំរុញឲ្យពង្រឹងទប់ស្កាត់និងបង្ក្រាបបទល្មើសឆ្លងដែននិងបទល្មើសគ្រប់ប្រភេទកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងប្រចាំខែមេសាដែលមានការចូលរួមពីអនុប្រធានសាលាដំបងខេត្តព្រះរាជអាជ្ញារងនៃអัยការអមសាលាដំបងខេត្តគណៈអភិបាលខេត្តប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តកងកម្លាំងទាំង3ប្រភេទអភិបាលក្រុងស្រុកទាំង14និងអ្នកពាក់ព័ន្ធផ្សេងទៀតឯកឧត្តមសុកលូអភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងបានណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវពង្រឹងការទប់ស្កាត់បទល្មើសឆ្លងដែននិងបទល្មើសគ្រប់ប្រភេទឲ្យមានប្រសិទ្ធភាពខ្ពស់បំផុតពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Scam Online ឯកឧត្តមបានក្រើនរំលឹកដល់អាជ្ញាធរនិងកងកម្លាំងត្រូវបន្តតាមដានឲ្យបានដិតដល់កុំឲ្យមានករណី Scam Online កើតឡើងនៅតាមមូលដ្ឋានរបស់ខ្លួនឯកឧត្តមក៏បានបន្តណែនាំដល់គ្រប់ភាគីពាក់ព័ន្ធចុះពិនិត្យតាមដានទីតាំងប្រមូលផ្ដុំជាពិសេសផ្ទះសំណាក់សន្តាគារនិងទីតាំងសង្ស័យផ្សេងៗដើម្បីសម្ដៅដល់ការទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Scam Online ឲ្យមានប្រសិទ្ធភាពខ្ពស់ដោយសាររដូវវស្សាខិតជិតចូលមកដល់ឯកឧត្តមបានជំរុញឲ្យអាជ្ញាធរមន្ត្រីជំនាញនិងកងកម្លាំងត្រូវពង្រឹងបង្ក្រាបទប់ស្កាត់បទល្មើសនេសាទខុសច្បាប់និងបទល្មើសធនធានធម្មជាតិផ្សេងៗដើម្បីរួមគ្នាថែរក្សាការពារធនធានធម្មជាតិចំពោះសមត្ថកិច្ចនិងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តត្រូវបន្តទប់ស្កាត់និងបង្ក្រាបការធ្វើចរាចរណ៍រថយន្តកែច្នៃខុសបច្ចេកទេសរថយន្តដឹកលើសចំណុះដែលអាចបង្កគ្រោះថ្នាក់ចរាចរណ៍និងភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ
រដ្ឋបាលខេត្តសៀមរាបដាក់ចេញនូវផែនការអភិវឌ្ឍប្រព័ន្ធស្បៀងឆ្នាំ2025-2029ដើម្បីពង្រឹងសន្តិសុខស្បៀងនិងភាពធន់នឹងអាកាសធាតុ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីសិក្ខាសាលាថ្នាក់ជាតិស្តីពីផែនការអភិវឌ្ឍប្រព័ន្ធស្បៀងប្រកបដោយសុវត្ថិភាពនិងនិរន្តរភាពប្រចាំខេត្តសៀមរាបឆ្នាំ2025-2029 លោកអឹងកំលៀងអភិបាលរងខេត្តសៀមរាបបានចាត់ទុកផែនការអភិវឌ្ឍប្រព័ន្ធស្បៀងប្រកបដោយសុវត្ថិភាពនិងនិរន្តរភាពពិតជាមានសារៈសំខាន់ក្នុងការពង្រឹងការតភ្ជាប់រវាងការអភិវឌ្ឍសេដ្ឋកិច្ចសន្តិសុខស្បៀងការគ្រប់គ្រងធនធានធម្មជាតិធនធានវប្បធម៌និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុព្រមទាំងលើកកម្ពស់វិធីសាស្ត្រដែនដីដែលមានតួអង្គមកពីគ្រប់ភាគីពាក់ព័ន្ធធ្វើការរួមគ្នាលោកអឹងកំលៀងមានប្រសាសន៍ថាផែនការអភិវឌ្ឍប្រព័ន្ធស្បៀងប្រកបដោយសុវត្ថិភាពនិងនិរន្តរភាពប្រចាំខេត្តសៀមរាបត្រូវបានរៀបចំឡើងក្នុងបរិបទនៃការប្រែប្រួលសេដ្ឋកិច្ចសង្គមបរិស្ថាននិងអាកាសធាតុដែលកំពុងប៉ះពាល់ដល់ប្រព័ន្ធនៃការផលិតការផ្គត់ផ្គង់និងការប្រើប្រាស់ស្បៀងខេត្តសៀមរាបជាខេត្តដែលមានសក្តានុពលខ្ពស់ទាំងវិស័យកសិកម្មទេសចរណ៍និងសេដ្ឋកិច្ចជនបទប៉ុន្តែក៏ប្រឈមមុខនឹងបញ្ហាស្មុគស្មាញដូចជាការប្រែប្រួលអាកាសធាតុភាពងាយរងគ្រោះរបស់កសិករបញ្ហាទីផ្សារនិងអាហារូបត្ថម្ភជាដើមលោកបញ្ជាក់ថាលក្ខណៈពិសេសសំខាន់មួយនៃផែនការនេះមានភាពបន្ស៊ីគ្នារវាងក្របខ័ណ្ឌលទ្ធផលផែនការសកម្មភាពនិងគោលការណ៍តាមដានត្រួតពិនិត្យនិងវិតម្លៃដើម្បីធានាថាផែនការនេះមិនត្រឹមតែជាឯកសារយុទ្ធសាស្ត្រប៉ុណ្ណោះទេប៉ុន្តែជាឧបករណ៍សម្រាប់អនុវត្តដែលអាចតាមដានវាស់វែងនិងកែសម្រួលបានផែនការប្រព័ន្ធស្បៀងប្រចាំខេត្តសៀមរាបត្រូវបានរៀបចំឡើងមិនត្រឹមតែសម្រាប់ប្រើប្រាស់ជាឯកសារផ្លូវការរបស់ខេត្តប៉ុណ្ណោះទេតែវាគឺជាផែនការមួយសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនិងជាអនាគតសម្រាប់អ្នកជំនាន់ក្រោយលោកសង្ឃឹមជឿជាក់ថាផែនការនេះនឹងក្លាយជាឯកសារយោងដ៏សំខាន់សម្រាប់ការអនុវត្តយុទ្ធសាស្ត្រប្រព័ន្ធស្បៀងប្រចាំខេត្តសៀមរាបឲ្យមានភាពធន់ប្រកបដោយបរិយាបន្ននិងមានសមត្ថភាពឆ្លើយតបនឹងបញ្ហាបច្ចុប្បន្ននិងអនាគតដើម្បីលើកកម្ពស់ជីវភាពនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តសម្រាប់ព័ត៌មានជាចុងក្រោយនេះនិយាយអំពីការប្រកួតបាល់ទាត់ពានរង្វាន់មហាជនខេត្តសៀមរាបឆ្នាំ2026នឹងបើកជាផ្លូវការនៅចុងខែឧសភានេះដែលមានក្រុមកីឡាកររហូតដល់ទៅ28ក្រុមចូលរួមប្រកួតការប្រកួតបាល់ទាត់ពានរង្វាន់មហាជនខេត្តសៀមរាបឆ្នាំ2026ក្រោមប្រធានបទទាំងអស់គ្នាដើម្បីកីឡាដើម្បីសុខភាពនិងសាមគ្គីភាពនឹងបើកជាផ្លូវការនៅថ្ងៃទី24ខែឧសភាឆ្នាំ2026ខាងមុខនេះដែលមានក្រុមកីឡាកររហូតដល់ទៅ28ក្រុមមកពីតាមបណ្ដាក្រុងស្រុកនិងវិស័យឯកជនក្នុងខេត្តសៀមរាបចូលរួមប្រកួតក្នុងគោលបំណងរួមចំណែកលើកស្ទួយវិស័យកីឡាបាល់ទាត់ក៏ដូចជាការបង្កើនចំណងសាមគ្គីភាពនិងមិត្តភាពរបស់អ្នកស្នេហាវិស័យបាល់ទាត់ទាំងអស់ក្នុងខេត្តសៀមរាបក្នុងពិធីចាប់ឆ្នោតចែកពូលនៃការប្រកួតនៅថ្ងៃទី13ខែឧសភាឆ្នាំ2026លោកស្រីម៉ននីរាំងសីអភិបាលរងខេត្តសៀមរាបនិងជាគណៈកម្មការដឹកនាំការប្រកួតបានបញ្ជាក់ថាកម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងរឹតចំណងមិត្តភាពសាមគ្គីភាពសន្តិភាពរវាងអ្នកស្នេហាវិស័យកីឡាបាល់ទាត់ក្នុងខេត្តសៀមរាបព្រោះកីឡានាំមកនូវសុខភាពល្អកម្លាំងមាំមួននិងធ្វើឲ្យជិះឆ្ងាយពីគ្រឿងញៀនជាពិសេសការលើកកម្ពស់វិស័យសេដ្ឋកិច្ចក្នុងខេត្តតាមរយៈវិស័យកីឡានិងទេសចរណ៍ប៉ុន្តែនៅឆ្នាំ2026នេះគឺជាការចាប់ផ្ដើមទំព័រថ្មីមួយដែលរៀបចំឡើងដោយមានគណៈកម្មការច្បាស់លាស់និងការគ្រប់គ្រងយ៉ាងពេញទំហឹងពីម្ចាស់ឧបត្ថម្ភនានាលោកស្រីក៏បានសង្កត់ធ្ងន់ថាព្រឹត្តិការណ៍នេះដែរក្រៅពីដើម្បីសាមគ្គីភាពនិងសុខភាពក៏ជាឱកាសសម្រាប់បង្ហាញថាខេត្តសៀមរាបមិនមែនមានតែប្រាសាទបុរាណមួយមុខនោះទេប៉ុន្តែត្រូវបង្កើតព្រឹត្តិការណ៍ថ្មីៗដូចជាកីឡានេះដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិបន្ទាប់ពីវិបត្តិ COVID-19 និងបញ្ហាសេដ្ឋកិច្ចសកលដោយកម្មវិធីកីឡានេះនឹងជួយជំរុញឲ្យសេដ្ឋកិច្ចក្នុងខេត្តមានភាពរស់រវើកឡើងវិញសម្រាប់ការរៀបចំពីរង្វាន់មហាជននេះដែរវាក៏ជាជំហានដំបូងក្នុងការស្វែងរកធនធានកីឡាករឆ្នើមដើម្បីតំណាងឲ្យខេត្តទៅប្រកួតប្រជែងក្នុងកម្រិតថ្នាក់ជាតិថែមទៀតផងបើតាមលោកសុនចំណាននាយករងរដ្ឋបាលសាលាខេត្តសៀមរាបនិងជាគណៈកម្មការដឹកនាំការប្រកួតបានឲ្យដឹងថាព្រឹត្តិការណ៍នេះត្រូវបានថ្នាក់ដឹកនាំក្រុងទុកតាំងពីឆ្នាំ2023មកម្លេះប៉ុន្តែត្រូវបានអាក់ខានដោយសារកត្តាផ្សេង
ទោះជាយ៉ាងណាក្រោមការបដិញ្ញាចិត្តខ្ពស់របស់រដ្ឋបាលខេត្តនិងមានការគាំទ្រពីម្ចាស់ឧបត្ថម្ភនានាព្រឹត្តិការណ៍នេះបានលេចចេញជារូបរាងឡើងដើម្បីផ្ដល់ភាពសប្បាយរីករាយដល់មហាជនដែលការប្រកួតនឹងរៀបចំឡើងនៅទីលានបាល់ទាត់វិទ្យាល័យអង្គរនិងកីឡដ្ឋានស្វាយធំខេត្តសៀមរាបលោកសុនចំណានបានបញ្ជាក់ថាតាមរយៈការរៀបចំនេះគណៈកម្មការទទួលបានពាក្យសុំចូលរួមប្រកួតចំនួន28ក្រុមដែលមកពីតាមបណ្ដាក្រុងស្រុករួមនឹងវិស័យឯកជនក្នុងខេត្តសៀមរាបហើយកីឡាករទាំងអស់គឺជាអ្នកដែលមានអាសយដ្ឋានរស់នៅក្នុងខេត្តសៀមរាបតែម្ដងមានអាយុចាប់ពី18ឆ្នាំឡើងចំពោះការរៀបចំការប្រកួតគឺបែងចែកចេញជា7ពូលហើយការប្រកួតគឺជំរុះយក16ក្រុមដោយក្នុងមួយពូលយក2ក្រុមស្មើនឹង14ក្រុមនិងជ្រើសរើសយកលេខ3ល្អចំនួន2ក្រុមបន្ថែមទៀតសរុប16ក្រុមដើម្បីឡើងទៅវគ្គបន្តបន្ទាប់រហូតដល់វគ្គផ្ដាច់ព្រាត់លោកក៏បានបញ្ជាក់ថាគោលដៅចម្បងនៃការប្រកួតនេះមិនមែនផ្ដោតទៅលើតែលទ្ធផលឈ្នះឬចាញ់នោះទេប៉ុន្តែគឺចង់ឲ្យកីឡាករនិងយុវជនទាំងអស់យល់ដឹងពីតម្លៃនៃសុខភាពទោះបីជាការប្រកួតតែងតែមានលទ្ធផលឈ្នះឬចាញ់ក្តីប៉ុន្តែអ្វីដែលជាគោលដៅចម្បងនោះគឺការយល់ដឹងពីខ្លឹមសារនៃប្រធានបទដែលបានដាក់ចេញការបណ្ដុះស្មារតីស្រឡាញ់សុខភាពជាចម្បងជាពិសេសការជំរុញឲ្យយុវជនឬប្រជាពលរដ្ឋម្នាក់ៗយ៉ាងហោចណាស់ត្រូវមានជំនាញកីឡាមួយប្រភេទជាប់នឹងខ្លួនទូរទស្សនិកជនជាទីគោរពព័ត៌មានជាតិរបស់ទូរទស្សន៍ជាតិកម្ពុជានៅពេលនេះចប់តែប៉ុណ្ណេះជាបន្តសូមអញ្ជើញទស្សនាព័ត៌មានអន្តរជាតិនៅពេលនេះនាងខ្ញុំសូសុផានីនិងក្រុមការងារសូមអរគុណសូមជម្រាបលា